ជំរាបសួរអ្នកទេសនាទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដ៏ស្រស់ស្អាតរបស់ប្រាសាទបាគងដែលមានចម្ងាយ13គីឡូម៉ែត្រពីក្រុងសៀមរាបប្រសិនបើយើងធ្វើដំណើរពីភ្នំពេញទៅគឺទៅដល់ប្រាសាទបាគងមុនទៅដល់ទីរួមខេត្តសៀមរាបប្រាសាទបាគងនេះកសាងមកយូរហើយបងប្អូនគឺតាំងពីឆ្នាំ881ដោយព្រះបាទឥន្ទ្រវរ្ម័នទី1ចំពោះវីដេអូដែលនិយាយអំពីប្រាសាទបាគងនាងខ្ញុំបានអាប់ឡូតនៅក្នុង Channel YouTube ម្ដងរួចមកហើយចាហើយលើនេះគឺនាងខ្ញុំសូមបង្ហាញជូននៅទេសភាពស្អាតនៅជុំវិញប្រាសាទចាដែលជាផ្លូវចាក់ជុំវិញប្រាសាទបាគងចំពោះខាងស្ដាំដៃគឺជាផ្ទះរបស់អ្នកភូមិហើយខាងឆ្វេងដៃគឺជាទីតាំងនៃប្រាសាទបាគងចាហើយនៅតាមដងផ្លូវគឺមានដើមឈើធំចាជាច្រើនដែលធ្វើឲ្យភ្ញៀវទេសចរដែលទៅទស្សនានៅប្រាសាទបាគងទទួលបាននៅអារម្មណ៍ត្រជាក់ស្រស់ស្រាយនៅប្រាសាទបាគងនេះគឺមិនសូវសម្បូរភ្ញៀវទេសចរទេដោយសារតែនៅតំបន់ប្រាសាទបាគងនេះបើតាមដែលនាងខ្ញុំដឹងគឺមានប្រាសាទចំនួនតែ1 2តែប៉ុណ្ណោះហើយបើនៅតំបន់អង្គរគឺមានប្រាសាទច្រើនដូចនេះនៅតំបន់អង្គរទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិចាគឺថាច្រើនមែនទែនប៉ុន្តែនៅប្រាសាទបាគងគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិហ្នឹងមកមួយទេប្រាសាទបាគងគឺជាប្រាសាទដែលមានរាងពីរ៉ាមីតដ៏ស្រស់ស្អាតនិងបានកសាងឡើងនៅមុនសម័យអង្គរនិងជាប្រាសាទដ៏មានសារៈសំខាន់បំផុតនៃប្រាសាទរលួសហើយក៏ជារាជធានីហរិហរាល័យរបស់អាណាចក្រខ្មែរយើងចាអ្វីដែលនាងខ្ញុំនិយាយនេះគឺដកស្រង់ចេញពីការចុះផ្សាយរបស់សាលាខេត្តសៀមរាបក្រៅពីប្រាសាទបាគងនៅតំបន់នេះក៏មានប្រាសាទផ្សេងទៀតដូចជាប្រាសាទព្រះគោប្រាសាទលលៃនិងប្រាសាទចៅស្រីវិបុលនៅស្រុកបាគងនេះបងប្អូនភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅកម្សាន្តដោយជិះរទេះដែលជាការដឹកជញ្ជូនតាមបែបប្រពៃណីខ្មែរយើងពីដើមចាគឺជិះមើលដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងតាមជនបទមើលការដាំបន្លែបង្ការផ្សេងហើយបើយើងធ្វើដំណើរចេញពីប្រាសាទបាគងនេះតែ16គីឡូម៉ែត្រទេបងប្អូនចាគឺយើងនឹងទៅដល់កំពង់ភ្លុកដែលមានកន្លែងជិះទូកកម្សាន្តតាមបឹងទន្លេសាបមានផ្ទះលើទឹកចាមើលទេសភាពចាអ្នកភូមិនៅកំពង់ភ្លុកហ្នឹងគឺស្អាតមែនទែនហើយឥឡូវនេះគឺថានាងខ្ញុំបានធ្វើដំណើរត្រឡប់មកតំបន់អង្គរវិញហើយដើម្បីហូបនំបញ្ចុកចានៅចិត្តទីលានជលដំរីចាហើយហូបនំបញ្ចុកហើយល្ងាចហ្នឹងនឹងឡើងឡានត្រឡប់មកភ្នំពេញវិញចំពោះនំបញ្ចុកនេះគឺមានបន្លែបន្លុកច្រើនមុខណាស់បងប្អូនហើយមានដូចជាត្រួយស្ដៅចាសណ្តែកគួរហើយអ្វីដែលពិសេសនោះគឺថាមានទាំងស្លឹកកឋុំថេតចាកឋុំថេតនឹងគឺថាចូលចិត្តខ្លាំងមែនទែនបងប្អូនហើយសម្រាប់នំបញ្ចុកដែលលក់នៅខាងមុខចាហួសទីលានជលដំរីបន្តិចហ្នឹងចាកន្លែងហ្នឹងគេស្គាល់ច្រើនមែនទែនបងប្អូនដោយសារតែមានអ្នក review ទៅ review ច្រើនណាចាហើយនាងខ្ញុំញ៉ាំនំបញ្ចុកសម្លខ្មែរនៅទីនេះអ្វីដែលពិសេសខ្លាំងគឺថាមានដាក់ជាមួយនឹងទឹកផ្អែមចាគឺស្រុកនាងខ្ញុំនៅបាត់ដំបងគឺមានទឹកផ្អែមចាគឺទឹកស្ករគេកូរជាមួយនឹងសណ្តែកដីដាក់ញ៉ាំជាមួយនឹងនំបញ្ចុកសម្លខ្មែរគឺថាចាប់ជាតិគ្នាខ្លាំងមែនទែនចាបងប្អូនគឺថាទឹកពណ៌រាងខៀវចឹងមកហើយដាក់ជាមួយនឹងបន្លែស្លឹកពណ៌រាងក្រហមហ្នឹងបងប្អូននាងខ្ញុំភ្លេចហើយខ្ញុំក៏គាត់ប្រាប់ច្រើនដងដែរប៉ុន្តែអត់ចាំចាហើយយើងលាយជាមួយនឹងម្ទេសក្រហមចាម្ទេសហុយហ្នឹងតិចទៅញ៉ាំទៅគឺថាឆ្ងាញ់ខ្លាំងមែនទែននំបញ្ចុកសម្លខ្មែរយើងចាហើយនេះគឺជាផ្លូវចានៅគៀងហ្នឹងនាងខ្ញុំថតជូនបងប្អូនមើលចា